皆さんこんにちはសួស្តីអ្នកនរគ្នាថ្ងៃហ្នឹងពាក្យថ្មីរបស់យើងគឺពាក្យប៉ុនជាមួយនឹងគ្រឿងទេសវិញម្ដងអញ្ចឹងសម្រាប់គ្រឿងទេសថ្ងៃហ្នឹងគឺយើងមានចំនួន10ពាក្យស្រាប់ចែកជូនទៅកាន់អ្នកទាំងអស់គ្នាអូខេអញ្ចឹងកុំឲ្យខាតពេលយូរតោះយើងទៅរៀនទាំងអស់គ្នាអញ្ចឹងសម្រាប់ពាក្យទី1យើងអានថាឆូមីរីយ៉ូប្រែថាគ្រឿងទេសពាក្យទី2សាតូស្ករសពាក្យទី3ស៊ីអូអំបិលពាក្យទី4អាប៊ូរ៉ាខ្លាញ់ពាក្យទី5យើងអានថាឆូយឺទឹកស៊ីអ៊ីវពាក្យទី6ឈីរីសូសទឹកម្ទេសពាក្យទី7សូសទឹកជ្រលក់ពាក្យទី8យើងអានថាម៉ាយ៉ូណេសឬក៏យើងអានភាសាខ្មែរថាម៉ាយ៉ូណេសហ្នឹងណាពាក្យបន្ទាប់ទៀតគឺពាក្យទី9យើងអានថាកេចាំពប្រែថាទឹកប៉េងប៉ោះបន្តទៀតគឺពាក្យចុងក្រោយសម្រាប់ថ្ងៃហ្នឹងយើងអានថាខូឆូម្រេចអញ្ចឹងសម្រាប់ម្រេចហ្នឹងគឺយើងមានម្រេចខ្មៅដែលភាសាជប៉ុនគេអានថាគឺរ៉ូខូឆូអញ្ចឹងសម្រាប់ម្រេចពណ៌ក្រហមអាកាខូឆូមួយទៀតម្រេចពណ៌ខៀវឬក៏យើងនិយាយថាម្រេចខ្ចីហ្នឹងណាអញ្ចឹងអាហ្នឹងយើងហៅថាណាម៉ាខូឆូសម្រាប់10ពាក្យថ្ងៃហ្នឹងគឺយើងបញ្ចប់ទៅត្រឹមហ្នឹងអរគុណអ្នកនរគ្នាសម្រាប់ការទស្សនាវីដេអូហ្នឹងកុំភ្លេចជួយ Subscribe ផងណា